បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមចេញវីដេអូតិចបងប្អូនបាទថាថ្ងៃនេះគឺជាថ្ងៃតនេអញ្ចឹងណាហើយថ្ងៃនេះក៏យើងជប់សម្រាប់ផងដែរអញ្ចឹងហើយក៏ឆ្លៀតពេលដុតសម្រាប់នៅក្នុងតាពាំងបងប្អូនហើយថ្ងៃនេះក៏យើងរៀបចំចាប់ត្រីដែរអញ្ចឹងណាតែមុននឹងយើងចាប់យើងត្រូវតែបោបាទសម្រាប់ដុតចោលបាទជាពិសេសគឺតគួននៅក្នុងតាពាំងច្រើនមែនតើបងប្អូនអើយណាហើយទៅចាប់អាមិនបានបើតគួននៅពេញតែតាពាំងទៅនឹងចាប់មិនបានទេអញ្ចឹងតើយើងកាត់ចោលកាត់វាចេញខ្លះអញ្ចឹងចាប់អត់បានទេអញ្ចឹងគេថាទឹកពីគោកដែរបងប្អូនបាទយើងបូមម៉ែអូអាបូមអញ្ចឹងណាហើយថ្ងៃនេះយើងទៅប្រមូលបាទស្លឹកប្រេងខ្យល់បាទដែលងាប់នឹងយកមកដាក់ដុតឲ្យអស់ទុកចោលក្នុងតាពាំងដល់ពេលទឹកមកវាបាទតែយើងទេต้องឲ្យវាមានញ៉ាំញ៉ៃច្រើនក្នុងតាពាំងអញ្ចឹងណាហើយថ្ងៃនេះគឺយើងប្រមូលវាដុតចេញខ្លះបងប្អូនបាទហើយឥឡូវយើងមុនចូលដល់ទឹកចាប់ត្រីបងប្អូនថាទឹកវាគោកដែរអញ្ចឹងណានិយាយទៅមើលទៅអស់លីងបងប្អូនបាទនេះគឺសល់តែផុកគាត់តែផុកវិញធ្វើជាកេះបងប្អូនបាទចិត្តធ្វើជាកេះហ្មងហើយដឹងត្រីនឹងមានអត់ទេតែយើងទៅតន់បានទៅប៉ះពាល់ត្រីទេឥឡូវយើងចាប់ដើមធ្វើការកាត់តគួនចេញហើយបងប្អូនបាទយើងទុកវាជាពេញជពងដុសពេញតែតាពាំងហ្នឹងអត់ចោចមកនិយាយទៅអារបស់ណាគេធ្វើការនិយាយតែពីដុសឡើងជួយម៉ៃឡើងបងប្អូនបាទអត់មានអីទេមានតែយើងកាត់វាចោលហើយដល់ពេលកាត់ចោលតែទីទៀតវាឡើងវិញពេលហើយតែឥឡូវយើងកាត់ចាប់ត្រីសិនអញ្ចឹងណាយើងកាត់វាចាប់ត្រីសិនដល់ពេលបើមិនកាត់ចោលវាទៅដៃទៅជើងអីចឹងទៅយើងចាប់ត្រីយ៉ាងម៉េចបានអញ្ចឹងណាបងប្អូនបាទតោះយើងកាត់វាចោលខ្លះយើងកាត់ចោលទៅដើម្បីឲ្យវាវាលយើងស្រួលក្នុងការចាប់ត្រីបាទតែទៅមើលទៅដូចជាអត់ឃើញមាត់អីទេគឺឆ្ងាត់ឈឹងហ្មងមើលភ្នែកអញ្ចឹងយើងដឹងទេអានេះវាចងំអីចឹងណាវាចងំអញ្ចឹងទទួលឲ្យមេតាពាំងអីបានគ្រប់ទឹកហើយបាទបានតែមួយហ្នឹងគ្រប់ទឹកហើយបកគ្រឿងដល់ឈៀតម៉ែឲ្យឈៀតហ្នឹងរោណាបានបងប្អូនអើយត្រីស្រែវាអត់នៅស្រែវានៅក្នុងតាពាំងអីចឹងទៅបាទតែនេះយើងមែនតែយើងចាំឲ្យស៊ីទេអានេះវាស៊ីចំណីធម្មជាតិអីចឹងទៅវាស៊ីតកូនស៊ីខ្យងស៊ីក្តាមអីចឹងទៅបាទតែបើយើងរឿងខ្យងវិញមិនដែលកើតទាន់មិនបាទបកអត់សល់តែចំបកហ្នឹងអត់មានបានស៊ីទេឥឡូវហ្នឹងហើយតែស៊ីអីទាន់មកកដោពេញតែតាពាំងទាំងហ្នឹងបងប្អូនហើយមានតែសម្បកទេពងក៏បាត់ស៊ីកូនក៏ស៊ីចឹងបានថាមែនលោកអើយនិយាយទេឥឡូវពីហើយឥឡូវមានខ្យងហោងស៊ីហើយបាទស៊ីអត់ទាន់នឹងកដោកថាក់អីទេព្រោះវាស៊ីលឿនជាងឯងទៀតបាទដូចមុនអីសបោទាំងខ្ចៅក៏សបោដែរចង់ឆ្ងោអីចឹងទៅដាក់តែមេចស័យទៅតែមួយយប់ពីរយប់លើកមកម៉ែហើយមកកន្លះកធននេះវិញទៅឆ្ងោស៊ីចាក់រីអាចខ្ជូលទេចឹងណាតែឥឡូវអត់ទេយ៉ាងពីហើយខ្ចៅខ្យងហ្នឹងបាទហើយខ្យងវិញចង់កាត់ទៅអស់ហើយខ្យងបាទយូរមានមួយពីរហ្នឹងបាទតែឥឡូវសិតទៅខ្យងថៃទាំងវាកើតអីក៏កើតមែនរបស់ណាដែរមិនត្រូវកើតអូម៉ែអាកើតចុយសម័យកើតហើយដូចជាតកូននេះឡើងឲ្យពេញតែតាពាំងបាយទាលឡើងដល់ឡូវលេងមានបាយទាលឡើងតកូនណាព្រាតពេញនឹងលោកហើយនិយាយវាថាឡើងលឿនសាហាវហ្មងបងប្អូនអត់សើមតិចហ្នឹងអូនិយាយតែបានលូតអូម៉ែលូតហើយបាទឡូវតើយើងមិនកាត់វាចោលបាទចាប់ត្រីបាទអីបងប្អូនមើលតែផុកទៅបាទត្រឹមតែគង់តែម្ដងបាទត្រីមិនក៏ងាយចាប់ដែរតកោកប៉ុន្តែសល់តែផុកហ្នឹងក៏រួចអស់ដែរនេះតែបើយើងមិនចាប់ទុកនៅហ្នឹងវាឆ្ដាយបាទមួយឆ្នាំនេះយើងចាប់ដែរហើយយើងចាប់វាមិនទៅបានប្រហែលដូចឆ្នាំមុនទេថាមានទឹកឡើងណាមកទេមានតែទឹកភ្លៀងហ្នឹងអញ្ចឹងវាប្រហែលហូបប៉ុណ្ណឹងទៅអញ្ចឹងណាវាគ្រាន់បើដែរត្រីស្រែអញ្ចឹងយើងវាមានជាតិមានជើអីអញ្ចឹងណាបាទឥឡូវខំប្រឹងទាញបាទចហិតចហោប្រទេសបតាណោលោកឲ្យសត្វផុកអីធ្ងន់ដែរហ្នឹងបាទហើយយើងចេះតែឆ្លៀតបងប្អូនហើយយើងទុកទៅកាន់តែច្រើនវាឆ្មុកឆ្មាយអញ្ចឹងណាអត់ដូចកាលមុនអត់សូវមានកើតឲ្យទឹកថ្លាអូនិយាយថាទឹកឡើងថ្លាទឹកទុកគ្រាន់ប្រើគ្រាន់អីចឹងទៅបងប្អូនបាទយើងអ្នកស្រែចម្ការអត់មានអីទេមានទឹកហ្នឹងហើយឥឡូវលើកឈើនេះទាញបងប្អូនហើយទាញមិនទាញមកណាអត់មកទេខំលើកទៅចង់ដាច់ខ្យល់ទេបងប្អូនតែអត់មកទេធ្ងន់ណាស់លោកអើយនៅជាប់តគួនហ្នឹងតកាប់វាចោលចឹងទៅមិនណយណាបាទយើងដឹងហើយរបស់ហ្នឹងវាវលុំចូលទៅពាំងវាបាក់ទាញណាបងប្អូនបាទហើយយើងវីដេអូនេះអត់បានចាប់ទេគ្រាន់តែរៀបចំក្នុងតាពាំងហ្នឹងមកព្រឹកថ្ងៃត្រង់ហើយបងប្អូនបាទចាំតភាគក្រោយទៀតអរគុណច្រើនបងប្អូនបាយ